សូមនមស្ការចំពោះព្រះរតនត្រ័យនិងសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទនិងអ្នកស្ដាប់ទាំងអស់ដែលកំពុងតែស្វែងរកសេចក្តីស្ងប់នៅក្នុងរាត្រីនេះនៅពេលនេះជាពេលវេលាដែលរូបកាយរបស់អ្នកត្រូវសម្រាកជាពេលវេលាដែលភារកិច្ចទាំងឡាយត្រូវបានផ្អាកចូលទុកដាក់គ្រឿងរ៉ាវដែលឆ្លងកាត់ពេញមួយថ្ងៃនេះនៅមុខខាងសិនមិនថាថ្ងៃនេះអ្នកជួបបញ្ហាអ្វីមិនថាថ្ងៃនេះអ្នកហត់នឿយប៉ុណ្ណាទេនៅពេលនេះទីនេះគឺជាកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់ចិត្តរបស់អ្នកចូលអ្នកចាប់ផ្ដើមសម្រួលឥរិយាបថដេកក្នុងចំណោមភួយដ៏ទន់ល្មើយបិទភ្នែករបស់អ្នកយឺតឲ្យស្រាលបំផុតកុំបង្ខំឥឡូវនេះចូលផ្ដោតទៅលើដង្ហើមគឺជាមិត្តដ៏ល្អបំផុតដែលមិនដែលបោះបង់យើងចោលដកដង្ហើមចូលឲ្យវែងដឹងថាដង្ហើមចូលដកដង្ហើមចេញឲ្យអស់ដឹងថាដង្ហើមចេញរាល់ពេលដែលអ្នកដកដង្ហើមចេញចូលស្រមៃថាអ្នកកំពុងតែបញ្ចេញនូវភាពតានតឹងភាពហត់នឿយនិងភាពស្មុគស្មាញចេញពីក្នុងខ្លួនឲ្យវាអណ្ដែតចេញទៅតាមខ្យល់ដង្ហើមរួចរាល់អស់ហើយស្ងប់ហើយញាតិញោមនិងអ្នកស្ដាប់ជាទីស្រឡាញ់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាអ្នកធិសន្តិបរੰសុខੰដែលមានសេចក្តីថាសេចក្តីសុខដតីក្រៅពីសេចក្តីស្ងាត់គឺមិនមានឡើយចិត្តដែលស្ងប់គឺជាចិត្តដែលមានកម្លាំងមនុស្សយើងម្នាក់តែងតែរត់តាមរកសេចក្តីសុខពីខាងក្រៅយើងចង់បានរបស់នេះយើងចង់បានរបស់នោះយើងចង់ឲ្យគេយល់ពីយើងប៉ុន្តែជារឿយយើងភ្លេចសម្លឹងមើលទៅខាងក្នុងចិត្តខ្លួនឯងការពិតសេចក្តីសុខពិតប្រាកដវានៅទីនេះឯងនៅកណ្ដាលទ្រូងរបស់យើងនៅពេលដែលយើងចេះលះនិងដាក់ចោះចូលគិតសេចក្ដីមើលថាអ្វីដែលកើតឡើងក្នុងโลกនេះវាមិនស្ថិតស្ថេរឡើយមានជួបគឺមានប្រត់មានសើចគឺមានយំមានជោគជ័យគឺមានបរាជ័យនេះគឺជាច្បាប់ធម្មជាតិត្រៃលក្ខណ៍កាលបើដឹងបែបនេះហើយតើចាំបាច់អ្វីដែលយើងត្រូវយកចិត្តទៅតាក់ទាញនឹងរឿងដែលកន្លងហួសទៅហើយឬរឿងដែលមិនទាន់មកដល់នៅយុគនេះចូលរៀនអភ័យទោសឲ្យខ្លួនឯងបើថ្ងៃនេះអ្នកធ្វើខុសចូលដឹងថាអ្នកគឺជាមនុស្សហើយមនុស្សគ្រប់រូបតែងតែខុសគ្រាន់តែរៀនពីវាហើយសន្យាថានឹងធ្វើឲ្យប្រសើរឡើងនៅថ្ងៃស្អែកបើថ្ងៃនេះមានគេធ្វើឲ្យអ្នកឈឺចាប់ចូលផ្ញើមេត្តាចិត្តទៅកាន់គេមនុស្សដែលធ្វើឲ្យអ្នកដទៃឈឺចាប់គឺដោយសារគេកំពុងឈឺចាប់ក្នុងចិត្តគេដូចគ្នាចូលពោលក្នុងចិត្តថាសូមឲ្យក្នុងមានសេចក្តីសុខគ្មានពៀគ្មានវេគ្មានទុក្ខកង្វល់សូមឲ្យសពសត្វទាំងឡាយមានសេចក្តីសុខមានសេចក្តីស្ងប់ឥឡូវនេះចូលមានអារម្មណ៍ថារាងកាយរបស់អ្នកចាប់ផ្ដើមស្រាលទៅចាប់ពីចុងជើងឡើងមកដល់ជង្គង់មកដល់ចង្កេះស្មានិងក្បាលគ្រប់សរសៃទាំងអស់ត្រូវបានសម្រាលគ្រប់កោសិកាទាំងអស់កំពុងតែទទួលបានថាមពលនៃសេចក្តីស្ងប់អ្នកមិនចាំបាច់គិតអ្វីទៀតទេគ្រាន់តែដេកសម្រាលស្ដាប់សំឡេងដង្ហើមខ្លួនឯងក្នុងโลกនេះ គ្
គ្មានអ្វីដែលសំខាន់ជាងការដែលអ្នកមានចិត្តស្ងប់នៅពេលនេះឡើយរាត្រីនេះជាយប់ដ៏ស្រស់បំព្រងជាយប់នៃសន្តិភាពសូមឲ្យដំណេករបស់អ្នកជាដំណេកដែលប្រកបដោយសតិស្ងប់ត្រជាក់ក្សេមក្សា ដកដង្ហើមចូលស្ងប់ដកដង្ហើមចេញញញឹមដកដង្ហើមចូលកាយស្រាលដកដង្ហើមចេញចិត្តស្ងប់សូមចម្រើនពរញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីរាត្រីនេះគឺជាពេលវេលាដ៏វិសេសវិសាលបំផុតអ្នកបានធ្វើការយ៉ាងហត់នឿយពេញមួយថ្ងៃហើយអ្នកបានដោះស្រាយបញ្ហាជាច្រើនអ្នកបានជួបមនុស្សជាច្រើនហើយឥឡូវនេះសកលលោកទាំងមូលកំពុងតែផ្ដល់រង្វាន់ដល់អ្នកគឺសេចក្តីស្ងប់ចូលអ្នកដេកចុះឲ្យស្រួលបន្ធូរស្មាទាំងសងខាងបន្ធូរសាច់ដុំនៅលើផ្ទៃមុខប្រសិនបើអ្នកមានអារម្មណ៍ថាមានអ្វីមួយយ៉ាងកំពុងជំពាក់ជំពិនក្នុងចិត្តចូលដឹងថាវាមិនអីទេវាមិនអីទេវគ្គទី1ការដឹងខ្លួននិងដង្ហើមទឹកចូលយើងត្រឡប់មកមិត្តចាស់របស់យើងវិញគឺដង្ហើមសាក់លបងដកដង្ហើមចូលឲ្យជ្រៅជ្រៅរហូតដល់អ្នកមានអារម្មណ៍ថាពួករបស់អ្នករីកធំឡើងហើយដកដង្ហើមចេញយឺតយឺតដូចជាអ្នកកំពុងថាផ្លុំធូលីចេញពីលើតុដកដង្ហើមចូលដឹងថាខ្លួនកំពុងរស់នៅដកដង្ហើមចេញដឹងថាខ្លួនមានសេចក្តីសុខរាល់ដង្ហើមចូលគឺជានិមិត្តរូបនៃការចាប់ផ្ដើមថ្មីរាល់ដង្ហើមចេញគឺជានិមិត្តរូបនៃការលះបង់វគ្គទី2បន្ទុកដែលយើងមិនព្រមដាក់ចុះញាតិញោមនិងអ្នកស្ដាប់ទាំងឡាយចិត្តរបស់មនុស្សយើងប្រៀបដូចជាកញ្ជើមួយដែលតែងតែរើសយករបស់របរដាក់តាមខ្លួនជានិច្ចពេលខ្លះយើងរើសយកពាក្យសម្ដីមិនល្អរបស់គេពេលខ្លះយើងរើសយកកំហុសរបស់ខ្លួនឯងកាលពី10ឆ្នាំមុនពេលខ្លះយើងរើសយកការព្រួយបារម្ភចំពោះថ្ងៃស្អែកតើអ្នកដឹងទេថាហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាធ្ងន់គឺដោយសារអ្នកមិនព្រមដាក់កញ្ជើនោះចុះអតីតកាលវាកំឡងហួកទៅហើយវាមិនខកពីស្រមោលនោះទេតួអ្នកព្យាយាមរត់ដេញតាមចាប់វាក៏អ្នកចាប់មិនបានដែរហើយទោះអ្នកព្យាយាមរត់គេចពីវាក៏វាអាចនឹងដេញតាមអ្នកដែរប្រសិនបើអ្នកនៅតែងាកក្រោយសម្លឹងមើលវាព្រះទេជព្រះគុណចង់ប្រាប់អ្នកថាអ្វីដែលបានកើតឡើងហើយវានឹងត្រូវតែកើតឡើងអ្នកមិនអាចត្រឡប់ទៅកែប្រែអ្វីបានឡើយប៉ុន្តែអ្នកអាចកែប្រែឥរិយាបថរបស់អ្នកចំពោះវាបានវគ្គទី3សិល្បៈនៃការអភ័យទោសនិងការលះបង់សាក់លបងស្រមៃមើលអ្នកកំពុងឈរនៅមាត់ស្ទឹងមួយដ៏ថ្លាឆ្វេងក្នុងដៃរបស់អ្នកមានដុំថ្មមួយដុំដុំថ្មនោះគឺជាការឈឺចាប់ការខឹងសម្បារឬការស្ដាយរកអ្នកកាន់វាជាប់វាធ្វើឲ្យដៃរបស់អ្នកឈឺវាធ្វើឲ្យអ្នកហត់ឥឡូវនេះចូលដកដង្ហើមចូលឲ្យជ្រៅរួចលែងដៃឲ្យដុំថ្មនោះធ្លាក់ចូលទៅក្នុងទឹកភ្លុំសម្លឹងមើលវាលិចទៅបាតស្ទឹងបាត់ទៅហើយតើអ្នកមានអារម្មណ៍ថាស្រាវដៃទេចិត្តរបស់អ្នកក៏ដូចគ្នាដែរចូលនិយាយទៅកាន់ខ្លួនឯងថាខ្ញុំអភ័យទោសឲ្យខ្លួនឯងខ្ញុំអភ័យទោសឲ្យអ្នកដទៃខ្ញុំលែងចង់ធ្ងន់ទៀតហើយវគ្គទី4រស់ក្នុងបច្ចុប្បន្នគឺជាឋានសួគ៌សេចក្តីសុខមិនមែននៅទីឆ្ងាយទេវាមិនមែននៅថ្ងៃដែលអ្នកមានលុយច្រើនមិនមែននៅថ្ងៃដែលអ្នកមានតំណែងខ្ពស់នោះទេសេចក្តីសុខគឺស្ថិតនៅទីនេះនិងពេលនេះ
នៅពេលដែលអ្នកដកដង្ហើមចូលហើយអ្នកដឹងខ្លួននោះហើយគឺជាសេចក្តីសុខនៅពេលដែលអ្នកសម្រាកលើគ្រាដ៏កក់ក្ដៅនោះហើយគឺជាសេចក្តីសុខបច្ចុប្បន្នគឺជាកាដូដ៏វិសេសវិសាលដែលធម្មជាតិផ្ដល់ដល់យើងបើមិនដូច្នោះទេគេមិនហៅវាថា present នោះទេចូលទុកឲ្យចិត្តរបស់អ្នកនៅជាមួយរាងកាយកុំឲ្យចិត្តទៅដើរលេងនៅម្សិលមិញកុំឲ្យចិត្តទៅដើរលេងនៅថ្ងៃស្អែកឲ្យវាដេកនៅទីនេះជាមួយអ្នកក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់នេះវគ្គទី5ការត្រៀមខ្លួនសម្រាប់ដំណេកដ៏ស្កប់ស្កល់ឥឡូវនេះសំឡេងរបស់ខ្ញុំនឹងកាន់តែយឺតទៅយឺតទៅតិចទៅតិចទៅរាងកាយរបស់អ្នកកាន់តែធ្ងន់ទៅធ្ងន់ទៅកប់ទៅក្លិនពូជប៉ុន្តែចិត្តរបស់អ្នកកាន់តែស្រាលទៅស្រាលទៅដូចជាពពកអណ្ដែតលើមេឃមិនមានអ្វីត្រូវធ្វើមិនមានអ្វីត្រូវព្រួយបារម្ភមិនមានអ្វីត្រូវដោះស្រាយមានតែភាពស្ងប់មានតែមេត្តាមានតែពន្លឺតិចតិចនៃសតិសូមឲ្យទេវតាថែរក្សាអ្នកសូមឲ្យធម៌ជួយបំពេអ្នកស្អែកគឺជាថ្ងៃថ្មីជីវិតថ្មីនិងឱកាសថ្មីប៉ុន្តែឥឡូវនេះចូលសម្រាកចុះដកដង្ហើមចូលស្ងប់ដកដង្ហើមចេញលះបង់ស្ងប់លះបង់ស្ងប់លះបង់សូមចម្រើនពរនិងសួស្តីអ្នកស្ដាប់ជាទីមេត្រីត្រឡប់មកជួបគ្នាម្ដងទៀតក្នុងរាត្រីដ៏ស្ងប់ស្ងាត់នេះនៅពេលនេះពន្លឺភ្លើងត្រូវបានពន្លត់សំឡេងរំខានពីខាងក្រៅក៏ចាប់ផ្ដើមស្ងាត់ទៅវាគឺជាពេលវេលាដ៏ល្អបំផុតដែលអ្នកត្រូវសន្ទនាជាមួយម្ចាស់ផ្ទះនៃជីវិតរបស់អ្នកនោះគឺចិត្តមុននឹងយើងឈានទៅដល់ការសម្រាកចូលអ្នករៀបចំកាយវិការឲ្យបានសមស្របដេកផ្ងាឬដេកផ្អៀងតាមដែលអ្នកមានអារម្មណ៍ថាសុខស្រួលបំផុតបន្ធូរសាច់ដុំភ្នែកគុំប្រាំងទុកឲ្យត្រប៉ាក់ភ្នែកទាំងសងខាងធ្លាក់ចុះមកដោយឯងវគ្គទី1ការស្វែងរកកម្លាំងក្នុងដង្ហើមចូលចាប់ផ្ដើមដកដង្ហើមចូលឲ្យវែងបំផុតតាមដែលអ្នកអាចធ្វើបានមានអារម្មណ៍ថាខ្យល់ត្រជាក់កំពុងរត់ចូលតាមរន្ធច្រមុះចូលទៅក្នុងសួតនិងបំពេញរាងកាយរបស់អ្នកដោយថាមពលបរិសុទ្ធរួចដកដង្ហើមចេញយឺតបញ្ចេញរាល់ភាពតានតឹងដែលអ្នកបានផ្ទុកមកពេញមួយថ្ងៃដង្ហើមចូលដឹងថាស្ងប់ដង្ហើមចេញដឹងថាធូរស្រាលវគ្គទី2ជ័យជំនះលើសមរភូមិចិត្តញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីក្នុងលោកនេះមនុស្សយើងម្នាក់តែងតែចង់ឈ្នះយើងចង់ឈ្នះក្នុងការងារយើងចង់ឈ្នះក្នុងការជជែកវែកញែកយើងចង់ឈ្នះលើអ្នកដទៃប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាការឈ្នះខ្លួនឯងគឺជាជ័យជំនះដ៏ឧត្តមបំផុតហេតុអ្វីបានជាការឈ្នះខ្លួនឯងពិបាកម្ល៉េះព្រោះសត្រូវរបស់យើងមិនមែននៅខាងក្រៅទេសត្រូវរបស់យើងគឺចិត្តដែលមិនទាន់បានបង្ហាត់ចិត្តដែលឆេវឆាវចិត្តដែលលោភលន់ចិត្តដែលច្រណែនវាប្រៀបដូចជាសត្វព្រៃដែលមិនទាន់បានផ្សាំងវាតែងតែនាំយើងឲ្យទៅរកភាពស្មុគស្មាញនិងទុក្ខសោកការឈ្នះចិត្តខ្លួនឯងមិនមែនមានន័យថាការបង្ខំឬក៏ការធ្វើទារុណកម្មចិត្តទេប៉ុន្តែវាគឺជាការដឹងខ្លួននៅពេលដែលកំហឹងកើតឡើងអ្នកដឹងថាអូនេះជានិមិត្តនៃកំហឹងនៅពេលដែលភាពភ័យខ្លាចកើតឡើងអ្នកដឹងថាអូនេះគឺជាភាពភ័យខ្លាច
គ្រាន់តែដឹងតែមិនលោតចូលទៅក្នុងវាវគ្គទី3ការបង្ហាត់ចិត្តឲ្យនៅស្ងៀមសាកល្បងស្រមៃមើលចិត្តរបស់អ្នកប្រៀបដូចជាផ្ទៃទឹកក្នុងបឹងមួយពេលដែលអ្នកមានរឿងរ៉ាវមមាំងចិត្តរបស់អ្នកប្រៀបដូចជាទឹកដែលកំពុងតែមានរលកខ្លាំងអ្នកមិនអាចមើលឃើញបាតបឹងបានទេព្រោះទឹកវាកំពុងតែលុកប៉ុន្តែនៅពេលនេះក្នុងរាត្រីនេះអ្នកកំពុងតែធ្វើឲ្យរលកទាំងអស់នោះរលត់ទៅវិញមិនចាំបាច់មានការតស៊ូមិនចាំបាច់មានការប្រឹងប្រែងគ្រាន់តែទុកឲ្យវានៅស្ងៀមកាលណាទឹកស្ងៀមកុំទឹកកំដាលទាំងឡាយនឹងធ្លាក់ចុះទៅបាតបឹងដោយឯងហើយនៅពេលនោះផ្ទៃទឹកនឹងត្រឡប់មកជាថ្លាឆ្វេងវិញអ្នកនឹងមើលឃើញការពិតនៃជីវិតវគ្គទី4ការឈ្នះលើពាក្យសម្ដីនិងអារម្មណ៍ញាតិញោមចំនួនខ្លះប្រហែលជាមានអារម្មណ៍ស្ដាយក្រោយចំពោះពាក្យសម្ដីឬទង្វើដែលខ្លួនបានធ្វើកាលពីពេលកន្លងទៅដោយសារតែការមិនអាចគ្រប់គ្រងចិត្តបានវាមិនអីទេនោះគឺជាមេរៀនការឈ្នះចិត្តខ្លួនឯងគឺជាការរៀនផ្អាកនៅពេលមានរឿងរ៉ាវមកប៉ះទង្គិចចូលដកដង្ហើមឲ្យបាន3ដងមុនមិននិយាយឬធ្វើអ្វីមួយការផ្អាករយៈពេលខ្លីនេះឯងគឺជាអាវុធដ៏មានអានុភាពបំផុតនៃការឈ្នះចិត្តអ្នកកំពុងតែជ្រើសរើសយកសន្តិភាពជាហើយជាការឈ្នះចាញ់វគ្គទី5ការរលាយខ្លួនចូលទៅក្នុងសេចក្តីស្ងប់ឥឡូវនេះកម្លាំងនៃការគ្រប់គ្រងចិត្តរបស់អ្នកបាននាំអ្នកមកដល់មាត់ច្រកនៃដំណេបហើយចិត្តរបស់អ្នកលែងរត់លេងទៀតហើយវាត្រឡប់មកដេកក្នុងផ្ទះដ៏មានសុវត្ថិភាពគឺរាងកាយរបស់អ្នកមានអារម្មណ៍ថាភាពកក់ក្ដៅកំពុងតែរាលដាលប៉ះពេញខ្លួនភ្នែករបស់អ្នកធ្ងន់ទៅ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 ដង្ហើមរបស់អ្នកកាន់តែស្រាលកាន់តែស្ងប់ចូលគិតថាខ្ញុំគឺជាម្ចាស់ចិត្តរបស់ខ្ញុំមានអំណាចលើអារម្មណ៍របស់ខ្ញុំជ្រើសរើសយកសេចក្តីស្ងប់នៅយប់នេះវគ្គទី6ការផ្ញើមេត្តានិងការលាគ្នាទៅដំណេបមុននឹងលង់លក់ទៅចូលផ្ញើថាមពលនៃជ័យជំនះនេះទៅកាន់មនុស្សគ្រប់គ្នាសូមឲ្យអ្នកដទៃក៏អាចឈ្នះចិត្តខ្លួនឯងបានដូចខ្ញុំដែរសូមឲ្យលោកនេះមានតែសន្តិភាពចាប់ផ្ដើមពីសន្តិភាពក្នុងចិត្តរបស់ខ្ញុំស្ងប់ត្រជាក់ក្សេមក្សាន្តសូមចម្រើនពរនិងសួស្តីអ្នកស្ដាប់ជាទីមេត្រីរាត្រីនេះមេឃហាក់ដូចជាមានភាពស្ងប់ស្ងាត់ខុសពីធម្មតាពន្លឺផ្កាយកំពុងតែរះចែងចាំងនៅខាងក្រៅបង្អួចរបស់អ្នកប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺពន្លឺនៃសតិដែលកំពុងតែចាប់ផ្ដើមរះឡើងនៅក្នុងចិត្តរបស់អ្នកក្នុងភាគមុនយើងបានរៀនអំពីការឈ្នះចិត្តចំណែកឯក្នុងភាគទី4នេះយើងនឹងរៀនអំពីការប្រើមន្តអាគមរបស់ចិត្តដើម្បីព្យាបាលរាល់ការឈឺចាប់និងភាពហត់នឿយមន្តអាគមនោះគឺសេចក្តីដឹងគុណចូលអ្នករៀបចំខ្លួនសម្រាកបន្ធូរម្រាមជើងបន្ធូរម្រាមដៃបន្ធូរសាច់ដុំកបញ្ចេញខ្យល់ដង្ហើមចេញឲ្យអស់ពីពោះហើយត្រៀមខ្លួនទទួលយកថាមពលវិជ្ជមានក្នុងរាត្រីនេះវគ្គទី1ការដាំដុះសេចក្តីសុខតាមដង្ហើមចូលដកដង្ហើមចូលស្រមៃថាអ្នកកំពុងតែស្រូបយកពន្លឺពណ៌មាសដ៏ទន់ភ្លន់ចូលទៅក្នុងខ្លួនពន្លឺនេះគឺជាពន្លឺនៃក្តីស្រឡាញ់និងការដឹងគុណដកដង្ហើមចេញស្រមៃថាអ្នកកំពុងតែបញ្ចេញផ្សែងពណ៌ប្រហែលនៃការត្អូញត្អែនិងភាពមិនពេញចិត្តចេញទៅឲ្យឆ្ងាយដង្ហើមចូលខ្ញុំដឹងគុណដល់ខ្យល់ដង្ហើម
ដង្ហើមចេញខ្ញុំដឹងគុណដល់រាងកាយវគ្គទី2សិល្បៈនៃការមើលឃើញរបស់ដែលមានតម្លៃញាតិញោមនិងអ្នកស្ដាប់ជាទីស្រឡាញ់មនុស្សយើងភាគច្រើនតែងតែមានទម្លាប់សម្លឹងមើលតែអ្វីដែលយើងខ្វះខាតយើងមើលឃើញតែអ្វីដែលយើងមិនទាន់មានយើងមើលឃើញតែអ្នកដែលពូកែជាងយើងមានជាងយើងការសម្លឹងបែបនេះវានាំមុខនៅភាពតូចចិត្តនិងការប្រៀបធៀបដែលមិនចេះចប់តែអ្នកដឹងទេថាខណៈពេលដែលអ្នកកំពុងតែមានគ្រែសម្រាប់ដេកមានភួយសម្រាប់ដណ្ដប់មានផ្ទះសម្រាប់ជ្រកនៅលើโลกនេះមានមនុស្សរាប់លានអ្នកកំពុងតែប្រាថ្នាចង់បានជីវិតដូចជាអ្នកការដឹងគុណមិនមែនមានន័យថាការពេញចិត្តនឹងភាពក្រីក្រឬការឈប់រីកចម្រើននោះទេប៉ុន្តែវាគឺជាការដឹងតម្លៃនៃអ្វីដែលយើងមានក្នុងដៃកាលណាអ្នកដឹងតម្លៃចិត្តរបស់អ្នកនឹងមានភាពឆ្អាតហើយចិត្តដែលឆ្អាតគឺជាចិត្តដែលមិនចេះឃ្លាននៅការច្រណែនឈ្នានីវគ្គទី3ការអរគុណដល់ខ្លួនឯងចូលអ្នកសាក់លបងសឹងជឹងគិតតាំងពីព្រឹកព្រលឹមរហូតដល់យប់នេះតើមានរឿងអ្វីខ្លះដែលបានកើតឡើងទោះបីជាថ្ងៃនេះមានរឿងមិនល្អច្រើនក៏ដោយតើអ្នកអាចរកឃើញរឿងល្អតូចមួយបានទេប្រហែលជាការបានញ៉ាំបាយឆ្ងាញ់មួយពេលប្រហែលជាស្នាមញញឹមពីមនុស្សចម្លែកម្នាក់ឬប្រហែលជាការដែលអ្នកនៅតែមានជីវិតដកដង្ហើមមកដល់ពេលនេះចូលនិយាយទៅកាន់ខ្លួនឯងថាអរគុណខ្លួនឯងដែលរឹងមាំឆ្លងកាត់ថ្ងៃនេះបានយ៉ាងល្អអរគុណបេះដូងដែលនៅតែលោតផ្ដល់ជីវិតឲ្យខ្ញុំអរគុណភ្នែកដែលអនុញ្ញាតឲ្យខ្ញុំមើលឃើញពិភពលោកដ៏ស្រស់ស្អាតនៅពេលដែលអ្នកចាប់ផ្ដើមអរគុណដល់រាងកាយនិងចិត្តរបស់ខ្លួនឯងនោះរបួសផ្លូវចិត្តទាំងឡាយនឹងចាប់ផ្ដើមព្យាបាលដោយឯកឯងវគ្គទី4ការដឹងគុណដល់មនុស្សនិងសពសត្វឥឡូវនេះចូលអ្នកស្រមៃឃើញមុខមនុស្សម្នាក់ដែលធ្លាប់ធ្វើល្អដាក់អ្នកប្រហែលជាឪពុកម្ដាយគ្រូបង្រៀនឬមិត្តភក្តិសូម្បីតែអ្នកដែលធ្លាប់ផ្ដល់ដំបូលមិនតូចមួយដល់អ្នកចូលផ្ញើសារក្នុងចិត្តទៅគេថាសូមអរគុណសូមឲ្យអ្នកមានសេចក្តីសុខហើយបន្ទាប់មកចូលដកដង្ហើមឲ្យវែងសាកល្បងអរគុណដល់មនុស្សដែលធ្លាប់ធ្វើមិនល្អដាក់អ្នកហេតុអ្វីយើងត្រូវអរគុណគេព្រោះគេគឺជាគ្រូដែលបង្រៀនឲ្យយើងស្គាល់ពីភាពអត់ធ្មត់បង្រៀនឲ្យយើងរឹងមាំនិងបង្រៀនឲ្យយើងស្គាល់តម្លៃនៃភាពសន្តិភាពកាលបើអ្នកអាចអរគុណដល់សត្រូវរបស់អ្នកបានហើយនោះអ្នកបានជៀនជើងចូលទៅដល់ឋានសួគ៌នៃចិត្តហើយឥឡូវនេះចិត្តរបស់អ្នកកំពុងតែមានភាពផ្អែមល្ហែមនិងទន់ល្មនភាពដឹងគុណបានប្រែខូចចិត្តដែលរឹងរូសឲ្យទៅជាចិត្តដែលស្លូតស្លោតរាងកាយរបស់អ្នកកាន់តែឡើងកាន់តែមានផាសុខភាពអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងតែអណ្ដែតនៅក្នុងមហាសមុទ្រនៃក្តីស្រឡាញ់មិនមានការខ្វះខាតមិនមានការប្រាថ្នាចង់បានមានតែភាពគ្រប់គ្រាន់ចូលលោកទៅក្នុងរង្វង់ដៃនៃសេចក្តីដឹងគុណចូលលោកទៅក្នុងរង្វង់ដៃនៃសេចក្តីសុខចូលលោកដោយដឹងថាអ្នកគឺជាមនុស្សដែលមានសំណាងបំផុតមួយអ្នកដើម្បីស្អែកឡើងអ្នកនឹងមានកម្លាំងពេញលេញក្នុងការចែករំលែកសេចក្តីសុខនេះទៅដល់អ្នកដទៃដកដង្ហើមចូលពេញចិត្តដកដង្ហើមចេញដឹងគុណពេញចិត្តដឹងគុណពេញចិត្តដឹងគុណសូមចម្រើនពរនិងសួស្តីអ្នកស្ដាប់ជាទីមេត្រីយើងបានធ្វើដំណើរមកដល់ពាក់កណ្ដាលផ្លូវនៃអាល់ប៊ុមដំណើរកំសាន្តនៃចិត្តហើយក្នុងរាត្រីនេះខ្យល់ត្រជាក់ត្រជាក់កំពុងតែបក់មកប៉ះកាយរបស់អ្នកចូលចាត់ទុកវាជាការថាបថ្នមពីធម្មជាតិដើម្បីប្រាប់អ្នកថាអ្នកមានសុវត្ថិភាពហើយថ្ងៃនេះយើងនឹងជជែកគ្នាអំពីចំណងមួយ
ដែលចងជើងយើងមិនឲ្យដើរទៅមុខនោះគឺភាពភ័យខ្លាចហើយយើងនឹងរៀនពីរបៀបស្រាយចំណងនោះដើម្បីរកឃើញទំនុកចិត្តដែលលាក់ខ្លួនក្នុងជម្រៅចិត្តរបស់អ្នកឥឡូវនេះចូលដេកចុះឲ្យមានរបៀបទុកឲ្យឆ្អឹងខ្នងរបស់អ្នកត្រង់និងសម្រាកបន្ធូរធ្គាមបន្ធូរសាច់ដុំថ្ងោបិទភ្នែករបស់អ្នកយឺតវគ្គទី1ការរំលាយតានតឹងតាមដង្ហើមចូលដកដង្ហើមចូលឲ្យពេញសួតរហូតដល់អ្នកមានអារម្មណ៍ថាទ្រូងរបស់អ្នករីកធំឡើងស្រមៃថាអ្នកកំពុងស្រូបយកភាពក្លាហានពណ៌សស្អាតចូលទៅដកដង្ហើមចេញបញ្ចេញរាល់ភាពមន្ទិលសង្ស័យនិងភាពភ័យខ្លាចចេញមកក្រៅដកដង្ហើមចូលខ្ញុំរឹងមាំដកដង្ហើមចេញខ្ញុំមានសុវត្ថិភាពវគ្គទី2ការយល់ដឹងអំពីធម្មជាតិនៃភាពភ័យខ្លាចញាតិញោមនិងអ្នកស្ដាប់ជាទីស្រឡាញ់ភាពភ័យខ្លាចវាមិនមែនជាសត្រូវពិតប្រាកដនោះទេការពិតភាពភ័យខ្លាចគឺជាសញ្ញាប្រាប់ហេតុរបស់ចិត្តដែលចង់ការពារយើងពីគ្រោះថ្នាក់ប៉ុន្តែជារឿយៗចិត្តរបស់យើងបង្កើតភាពភ័យខ្លាចទៅភ្ជួបរឿងដែលមិនទាន់កើតឡើងឬរឿងដែលគ្មានរូបរាងយើងភ័យខ្លាចទៅភ្ជួបការបរាជ័យយើងភ័យខ្លាចទៅភ្ជួបពាក្យសម្ដីអ្នកដទៃយើងភ័យខ្លាចទៅភ្ជួបភាពមិនច្បាស់លាស់នៃថ្ងៃស្អែកតើអ្នកដឹងទេថា 90% នៃរឿងដែលយើងភ័យខ្លាចគឺមិនដែលកើតឡើងពិតប្រាកដនោះឡើយវាគ្រាន់តែជាខ្សែភាពយន្តដែលចិត្តរបស់អ្នកបញ្ចាំងឲ្យអ្នកមើលតែម្នាក់ឯងវគ្គទី3ការដុតកំទេចភាពភ័យខ្លាចដោយពន្លឺនៃសតិសាកល្បងស្រមៃមើលអ្នកកំពុងអង្គុយនៅក្បែរភ្នក់ភ្លើងមួយដ៏កក់ក្ដៅនៅកណ្ដាលព្រៃនៃពេលយប់ភាពងងឹតជុំវិញខ្លួនអ្នកគឺជាភាពភ័យខ្លាចភ្លើងនោះគឺជាសតិរបស់អ្នកនៅពេលដែលភាពភ័យខ្លាចកើតឡើងចូលអ្នកគំរត់គេចចូលសម្លឹងមើលវាដោយត្រង់សួរវាថាតើអ្នកចង់ប្រាប់អ្វីដល់ខ្ញុំនៅពេលដែលអ្នកហ៊ានសម្លឹងមើលភាពភ័យខ្លាចដោយចិត្តស្ងប់អ្នកនឹងឃើញថាវាមិនមានអំណាចដូចដែលអ្នកធ្លាប់គិតនោះទេវាក៏កើតឡើងនិងរលត់ទៅវិញជាធម្មតាចូលប្រាប់ខ្លួនឯងថាខ្ញុំមិនមែនជាភាពភ័យខ្លាចរបស់ខ្ញុំទេខ្ញុំគឺជាអ្នកដែលកំពុងសម្លឹងមើលវាវគ្គទី4ការរកឃើញពេជ្រនៅចិត្តទំនុកចិត្តលើខ្លួនឯងញាតិញោមខ្លះតែងតែមានអារម្មណ៍ថាខ្លួនឯងមិនពូកែខ្លួនឯងមិនល្អគ្រប់គ្រាន់នេះគឺជាភាពភ័យខ្លាចមួយប្រភេទដែលហៅថាការមិនជឿជាក់លើខ្លួនឯងនៅក្នុងរាត្រីនេះព្រះតេជព្រះគុណចង់ឲ្យញាក់សម្លឹងទៅក្រោយវិញបន្តិចតើមានរឿងប៉ុន្មានហើយដែលអ្នកគិតថាអ្នកធ្វើមិនបានប៉ុន្តែចុងក្រោយអ្នកនៅតែឆ្លងកាត់វាបានតើមានការឈឺចាប់ប៉ុន្មានហើយដែលអ្នកគិតថានឹងសម្លាប់អ្នកប៉ុន្តែឥឡូវនេះអ្នកនៅតែអង្គុយដកដង្ហើមនៅទីនេះអ្នកគឺជាអ្នកប្រយុទ្ធដ៏អស្ចារ្យម្នាក់អ្នកមានពេជ្រនៅក្នុងចិត្តគឺភាពរឹងមាំដែលមិនចេះរីករាងសោះទំនុកចិត្តពិតប្រាកដមិនមែនជាការដឹងថាអ្នកនឹងជោគជ័យគ្រប់រឿងទេប៉ុន្តែវាគឺជាការដឹងថាទោះមានរឿងអ្វីកើតឡើងក៏អ្នកនៅតែអាចដោះស្រាយវាបានវគ្គទី5ការរៀបចំចិត្តសម្រាប់ថ្ងៃស្អែកដ៏រឹងមាំឥឡូវនេះភាពភ័យខ្លាចទាំងឡាយបានរលាយបាត់អស់ហើយចិត្តរបស់អ្នកប្រៀបដូចជាភ្នំដ៏រឹងមាំដែលមិនរុញជួញដោយខ្យល់បក់រាងកាយរបស់អ្នកកាន់តែធ្ងន់ប៉ុន្តែចិត្តរបស់អ្នកកាន់តែមានថាមពល
ចូលនិយាយក្នុងចិត្តយឺតថាខ្ញុំជឿជាក់លើដំណើរជីវិតរបស់ខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយគ្រប់យ៉ាងខ្ញុំស្ងប់ខ្ញុំរឹងមាំខ្ញុំត្រៀមរួចរាល់ចូលលក់ទៅក្នុងភាពកក់ក្ដៅនៃទំនុកចិត្តចូលលក់ទៅដោយដឹងថាថ្ងៃស្អែកគឺជាឱកាសថ្មីដែលអ្នកនឹងធ្វើបានល្អជាងមុនចូលលក់ឲ្យជ្រៅបំផុតដកដង្ហើមចូលក្លាហានដកដង្ហើមចេញស្ងប់ក្លាហានស្ងប់ក្លាហានស្ងប់សូមចម្រើនពរនិងសួស្តីអ្នកស្ដាប់ជាទីមេត្រីរាត្រីនេះគឺជាពេលវេលានៃការលាងចម្រាស់មិនមែនលាងចម្រាស់រាងកាយដោយទឹកនោះទេប៉ុន្តែគឺជាការលាងចម្រាស់ចិត្តដោយមេត្តាធម៌ក្នុងជីវិតរបស់យើងម្នាក់ជួនកាលយើងត្រូវបានគេធ្វើបាបគេនិយាយបង្កាច់បង្ខូចគេក្បត់ទំនុកចិត្តឬគេមើលងាយរឿងរ៉ាវទាំងនោះបានបន្សល់ទុកនៅរបួសនៅក្នុងចិត្តរបស់អ្នកខ្លះទុករបួសនោះរាប់ខែរាប់ឆ្នាំរហូតវាទៅជាការអាក់អន់ចិត្តដែលមានជាតិពុលឥឡូវនេះចូលសម្រួលឥរិយាបថដេកឲ្យបានស្រួលទុកឲ្យរាងកាយរបស់អ្នកទន់ទៅតាមពូបន្ធូរចិញ្ចៅទាំងសងខាងកុំឲ្យវាជួបគ្នាបញ្ចេញស្នាមញញឹមតិចនៅមាត់បិទភ្នែកចុះវគ្គទី1កៅស្រូបយកថាមពលនៃសន្តិភាពចូលចាប់ដើមដកដង្ហើមចូលឲ្យជ្រៅបំផុតតាមដែលអ្នកអាចធ្វើបានមានអារម្មណ៍ថាខ្យល់អុកស៊ីសែនដ៏ត្រជាក់កំពុងតែរត់ទៅព្យាបាលរាល់កោសិកានៃបេះដូងរបស់អ្នកដកដង្ហើមចេញបញ្ចេញនៅកម្ដៅនៃកំហឹងនិងភាពឈឺចាប់ចេញមកជាមួយខ្យល់ដង្ហើមដង្ហើមចូលខ្ញុំដឹងថាបេះដូងខ្ញុំកំពុងសម្រាកដង្ហើមចេញខ្ញុំដកលែងរាល់ការចងពៀវគ្គទី2ការយល់ពីទម្ងន់នៃភាពអាក់អន់ចិត្តញាតិញោមនិងអ្នកស្ដាប់ជាទីស្រឡាញ់ការអាក់អន់ចិត្តឬការខឹងនឹងអ្នកដទៃប្រៀបដូចជាការដែលយើងផឹកថ្នាំពុលដោយសង្ឃឹមថាឲ្យអ្នកដទៃស្លាប់យើងខឹងគេប៉ុន្តែយើងទេដែលដេកមិនលក់យើងស្ទប់គេប៉ុន្តែបេះដូងយើងទេដែលដើរមិនស្រួលតើអ្នកចង់ផ្ទុកជាតិពុលនេះក្នុងខ្លួនដល់ពេលណាទៀតរឿងដែលគេធ្វើដល់អ្នកវាបានចប់ទៅហើយវាគឺជាអតីតកាលប៉ុន្តែអ្វីដែលនៅធ្វើឲ្យអ្នកឈឺចាប់ក្នុងពេលនេះគឺការចងចាំរបស់អ្នកខ្លួនឯងអ្នកកំពុងតែអនុញ្ញាតឲ្យមនុស្សដែលអ្នកស្អប់មកដេកក្នុងចិត្តរបស់អ្នកដោយមិនបង់ថ្លៃឈ្នួលផ្ទះក្នុងរាត្រីនេះចូលដេញភ្ញៀវដែលមិនល្អនោះចេញពីចិត្តទៅដើម្បីឲ្យចិត្តរបស់អ្នកបានសម្រាកពិតប្រាកដវគ្គទី3ពិធីបុណ្យនៃការអភ័យទោសសាឡបងស្រមៃមើលអ្នកកំពុងឈរនៅមាត់សមុទ្រនៅពេលរាត្រីដែលមានពន្លឺព្រះច័ន្ទពេញបូណមីក្នុងដៃរបស់អ្នកមានដបមួយដែលផ្ទុកនៅសម្បុត្រដែលសរសេរពីការឈឺចាប់ទាំងអស់របស់អ្នកជួមើលទៅសម្បុត្រនោះមើលឈ្មោះមនុស្សដែលធ្វើឲ្យអ្នកយំមើលរឿងរ៉ាវដែលធ្វើឲ្យអ្នកចងចាំមិនភ្លេចឥឡូវនេះជួដកដង្ហើមឲ្យវែងហើយបោះដបនោះទៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយមើលវាអណ្ដែតទៅឆ្ងាយទៅរហូតដល់បាត់ពីភ្នែកអ្នកមិនមែនអភ័យទោសព្រោះគេសមនឹងទទួលបានការអភ័យទោសនោះទេប៉ុន្តែអ្នកអភ័យទោសព្រោះអ្នកសមនឹងទទួលបានសេចក្តីសុខចូលនិយាយក្នុងចិត្តថាខ្ញុំអភ័យទោសឲ្យអ្នក
ហើយខ្ញុំដោះលែងខ្លួនឯងឲ្យមានសេរីភាពវគ្គទី4ការដាំដំណួកផ្កាមេត្តាក្នុងបេះដូងនៅពេលដែលជាតិពុលចេញអស់ហើយបេះដូងរបស់អ្នកឥឡូវនេះគឺជាដីដ៏មានជីជាតិចូលដាំគ្រាប់ពូជមេត្តាជំនួសវិញមេត្តាគឺជាការប្រាថ្នាចង់ឲ្យគេមានសេចក្តីសុខទោះបីជាគេធ្លាប់អាក្រក់ក៏សូមឲ្យគេរកផ្លូវត្រូវដែរទោះបីជាគេធ្លាប់ធ្វើបាបក៏សូមឲ្យគេឈប់ឈឺចាប់ក្នុងចិត្តគេដែរនៅពេលដែលអ្នកផ្ញើមេត្តាទៅពិភពលោកចិត្តរបស់អ្នកនឹងត្រជាក់ដូចជាទឹកអម្រឹតអ្នកមានអារម្មណ៍ថារាងកាយរបស់អ្នកស្រាលដូចជាសម្លេងមិនមានភាពតឹងតែងក្នុងទ្រូងទៀតទេមានតែភាពទូលាយនិងស្ងប់ស្ងាត់វគ្គទី5ការរំលាយខ្លួនចូលទៅក្នុងដំណេកនៃសន្តិភាពឥឡូវនេះបេសកកម្មនៃការព្យាបាលចិត្តបានជោគជ័យហើយចិត្តរបស់អ្នកបានคล้ายជាមិត្តល្អនឹងខ្លួនឯងវិញហើយអ្នកអាចដេកលក់ដោយមិនមានជំពាក់ជំពិនមិនមានពៀវេនមិនមានការស្ដាយស្ដាវមានអារម្មណ៍ថាពន្លឺព្រះច័ន្ទដ៏ទន់ភ្លន់កំពុងតែគ្របដណ្ដប់រាងកាយរបស់អ្នករាល់ដង្ហើមដែលចេញលក់គឺជាចង្វាក់នៃសេចក្តីសុខចូលលូកទៅក្នុងសមុទ្រនៃមេត្តាចូលលូកទៅដោយបេះដូងដែលស្អាតបរិសុទ្ធចូលលូកទៅឲ្យជ្រៅជ្រៅរហូតដល់ថ្ងៃស្អែកដែលភ្លឺស្វាងដកដង្ហើមចូលអភ័យទោសដកដង្ហើមចេញស្ងប់អភ័យទោសស្ងប់អភ័យទោសស្ងប់អភ័យទោសសូមចម្រើនពរនិងសួស្តីអ្នកស្ដាប់ជាទីមេត្រីរាត្រីនេះគឺជាពេលវេលាដែលសកលលោកទាំងមូលកំពុងតែដកដង្ហើមយ៉ាងយឺតយឺតសត្វលោកទាំងឡាយបានត្រឡប់ទៅរកសម្បុករុក្ខជាតិទាំងឡាយកំពុងតែស្រូបយកទឹកសន្សើមហើយអ្នកក៏កំពុងតែស្ថិតក្នុងទីកន្លែងដ៏មានសុវត្ថិភាពបំផុតដើម្បីរៀនអំពីសិល្បៈនៃការរស់នៅឲ្យមានតុល្យភាពជីវិតរបស់យើងប្រៀបដូចជាការជិះទូកនៅលើមហាសមុទ្រជួនកាលរលកស្ងប់ជួនកាលរលកបោកបក់ខ្លាំងក្នុងភាគនេះយើងនឹងរៀនពីរបៀបធ្វើជាអ្នកបើកបរទូកដ៏ចំណានម្នាក់ដែលមិនតក់ស្លុតនឹងរលកប៉ុន្តែចេះអណ្ដែតទៅតាមរលកដោយចិត្តស្ងប់ឥឡូវនេះចូលដេកចុះឲ្យមានភាពសមស្របបន្ថយថ្ងាបន្ថយធ្ពួលទាំងសងខាងទុកឲ្យរាងកាយរបស់អ្នកធ្លាក់ចុះទៅក្នុងភាពទន់ភ្លន់នៃគ្រែបិទភ្នែករបស់អ្នកយឺតយឺតវគ្គទី1ការស្វែងរកចំណុចកណ្ដាលនៃដង្ហើមជួចាប់ផ្ដើមដកដង្ហើមចូលឲ្យពេញក្នុងរាងកាយមានអារម្មណ៍ថាខ្យល់ដែលចូលទៅវាមិនក្តៅពេកហើយវាក៏មិនត្រជាក់ពេកវាគឺជារបស់ដែលល្មមសម្រាប់ជីវិតរបស់អ្នកដកដង្ហើមចេញយឺតយឺតបញ្ចេញនូវរាល់ភាពជ្រុលនិយមទាំងឡាយចេញពីចិត្តដង្ហើមចូលខ្ញុំដឹងថាជីវិតមានតុល្យភាពដង្ហើមចេញខ្ញុំដឹងថាសន្តិភាពកំពុងកើតឡើងវគ្គទី2ការយល់ដឹងអំពីភាពមិនទៀងទាត់ឬអនិច្ចំញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីហេតុអ្វីបានជាយើងជួបទុក្ខ
ជារឿយគឺដោយសារយើងចង់ឲ្យអ្វីស្ថិតស្ថេររហូតយើងចង់ឲ្យសេចក្តីសុខនៅជាមួយយើងរហូតយើងចង់ឲ្យយុវវ័យនៅជាមួយយើងរហូតយើងចង់ឲ្យមនុស្សដែលយើងស្រឡាញ់មិនប្រែប្រួលប៉ុន្តែច្បាប់នៃធម្មជាតិគឺការប្រែប្រួលអ្វីដែលកើតឡើងគឺត្រូវតែប្រែប្រួលគ្មានអ្វីដែលនៅដដែលសូម្បីតែមួយវិនាទីឡើយនៅពេលដែលអ្នកយល់ពីការពិតនេះអ្នកនឹងឈប់តងទៀមការឈប់តងទៀមមិនមែនមានន័យថាការបោះបង់ភារកិច្ចនោះទេប៉ុន្តែវាគឺជាការយល់ដឹងកាលណាអ្នកយល់អ្នកនឹងមិនសប្បាយរហូតដល់ភ្លេចខ្លួនហើយក៏មិនកើតទុក្ខរហូតដល់ចង់ស្លាប់ដែរវគ្គទី3ការរក្សាចិត្តឲ្យមានលំនឹងឬឧបេក្ខាសាកល្បងស្រមៃមើលអ្នកគឺជាភ្នំដ៏ធំមួយនៅពេលរដូវក្តៅមកដល់ព្រះអាទិត្យដុតកម្ដៅយ៉ាងខ្លាំងប៉ុន្តែភ្នំនៅតែស្ងប់នៅពេលរដូវរងាមកដល់ប្រញុលធ្លាក់គ្របដណ្ដប់យ៉ាងត្រជាក់ប៉ុន្តែភ្នំក៏នៅតែស្ងប់ទោះបីជាមានខ្យល់ព្យុះបោកបុកឬមានសត្វបក្សីមកទុំច្រៀងភ្នំនៅតែជាភ្នំចិត្តរបស់អ្នកក៏ដូចគ្នាចូលរៀនធ្វើជាភ្នំនៅពេលមានគេសរសើរកុំឲ្យចិត្តហោះហើរទៅលើមេឃនៅពេលមានគេបង្ខូចនាមកុំឲ្យចិត្តធ្លាក់ចុះទៅក្នុងអវេជីចូលរក្សាចិត្តឲ្យនៅកណ្ដាលដឹងថាអ្វីគ្រាន់តែមកក៏ទៅវាមិនមែនជារបស់យើងឡើយវគ្គទី4សេចក្តីសុខនៃភាពល្មមជីវិតដែលមិនមានតុល្យភាពគឺជាជីវិតដែលរត់តាមរោគភាពបំផុតចង់មានបំផុតចង់ពូកែបំផុតចង់ល្អបំផុតការរត់តាមរោគភាពបំផុតនេះធ្វើឲ្យចិត្តរបស់អ្នកហត់នឿយខ្លាំងណាស់ក្នុងរាត្រីនេះចូលរៀនពាក្យថាលំមដកដង្ហើមឲ្យល្មមស្ដាប់សំឡេងឲ្យល្មមគិតឲ្យល្មមនៅពេលដែលអ្នកមានអារម្មណ៍ថាគ្រប់គ្រាន់ហើយនោះសន្តិភាពនឹងកើតឡើងភ្លាមអ្នកមិនចាំបាច់ទៅរកវាដល់ភ្នំហិមាល័យឬទីកន្លែងឆ្ងាយនោះទេវានៅទីនេះក្នុងចិត្តដែលស្គាល់ប្រមាណរបស់អ្នកវគ្គទី5ការរលាយចូលក្នុងតុល្យភាពនៃដំណេរឥឡូវនេះចិត្តរបស់អ្នកបានคล้ายជាមិត្តនឹងធម្មជាតិហើយអ្នកលែងចង់តស៊ូជាមួយអ្វីទាំងអស់អ្នកយល់ព្រមឲ្យអ្វីកើតឡើងតាមដំណើររបស់វាមានអារម្មណ៍ថារាងកាយរបស់អ្នកកំពុងតែមានតុល្យភាពយ៉ាងល្អប្រអប់អឹងរាល់កោសិកាកំពុងតែជួសជុលខ្លួនឯងរាល់អារម្មណ៍កំពុងតែត្រឡប់ទៅរកចំណុច0វិញអ្នកមានអារម្មណ៍ថាខ្លួនឯងស្រាលដូចជាខ្យល់ប៉ុន្តែរឹងមាំដូចជាដីចូលលូកទៅក្នុងរង្វង់ដៃនៃតុល្យភាពចូលលូកទៅដោយដឹងថាអ្វីគឺល្អបំផុតហើយចូលលូកទៅឲ្យជ្រៅបំផុតដកដង្ហើមចូលកណ្ដាលដកដង្ហើមចេញស្ងប់កណ្ដាលស្ងប់កណ្ដាលស្ងប់សូមចម្រើនពរនិងសួស្តីអ្នកស្ដាប់ជាទីមេត្រីរាត្រីនេះគឺជាពេលវេលានៃការស្វែងរកពន្លឺមិនមែនជាពន្លឺពីអំពូលអគ្គិសនីឬពន្លឺពីព្រះអាទិត្យនោះទេប៉ុន្តែវាគឺជាពន្លឺដែលចាំងចេញពីក្នុងជម្រៅនៃបេះដូងរបស់អ្នក
គឺពន្លឺនៃបញ្ញាជីវិតដែលគ្មានបញ្ញាប្រៀបដូចជាការដើរក្នុងព្រៃក្រាស់នាពេលយប់ងងឹតយើងងាយនឹងជំពប់ជើងដួលយើងងាយនឹងភ័យខ្លាចចំពោះស្រមោលនិងសំឡេងជុំវិញខ្លួនប៉ុន្តែនៅពេលដែលអ្នកមានពន្លឺនៅក្នុងដៃភាពងងឹតទាំងឡាយនឹងរលាយបាត់ទៅវិញភ្លាមឥឡូវនេះចូលសម្រួលអេរីយ៉ាបតដេកឲ្យបានស្ងប់ទុកឲ្យក្បាលរបស់អ្នកសម្រាកយ៉ាងទន់ភ្លន់លើខ្នើយបន្ធូរសាច់ដុំភ្នែកបន្ធូរថ្កៀមបញ្ចេញដង្ហើមឲ្យអស់ពីពោះហើយបិទភ្នែកចុះយឺតវគ្គទី1ការបើកទ្វារនៃសតិស្មារតីចូលចាប់ផ្ដើមដកដង្ហើមចូលឲ្យជ្រៅស្រមៃថាខ្យល់ដែលចូលគឺជាពន្លឺពណ៌សដ៏ស្អាតបរិសុទ្ធដែលកំពុងតែលាងជម្រះរាល់ភាពសៅហ្មងក្នុងខួរក្បាលរបស់អ្នកដកដង្ហើមចេញយឺតស្រមៃថាភាពងងឹតនៃភាពមិនដឹងកំពុងតែរលាយចេញទៅតាមខ្យល់ដង្ហើមចូលខ្ញុំដឹងខ្លួនដង្ហើមចេញខ្ញុំភ្លឺស្វាងវគ្គទី2បញ្ញាគឺការមើលឃើញតាមការពិតញាតិញោមនិងអ្នកស្ដាប់ជាទីមេត្រីពាក្យថាបញ្ញាជួនកាលយើងគិតថាវាជារឿងខ្ពស់ណាស់ប៉ុន្តែការពិតបញ្ញាគ្រាន់តែជាការមើលឃើញអ្វីៗទៅតាមការពិតប៉ុណ្ណោះយើងជួបទុក្ខព្រោះយើងមើលឃើញខុសយើងមើលឃើញអ្វីដែលមិនទៀងថាជាទៀងយើងមើលឃើញអ្វីដែលមិនមែនជារបស់យើងថាជារបស់យើងមើលឃើញបញ្ហាទូចថាជាបញ្ហាធំដូចភ្នំបញ្ញាប្រៀបដូចជាវ៉ែនតាដ៏ថ្លាឆ្វេងនៅពេលដែលអ្នកពាក់អ្នកនឹងឈប់ខឹងនឹងមនុស្សដែលធ្វើខុសព្រោះអ្នកយល់ថាគេធ្វើបែបនោះដោយសារគេកំពុងងងឹតងងុលអ្នកនឹងឈប់ការទុក្ខចំពោះការបាត់បង់ព្រោះអ្នកយល់ថាអ្វីគ្រាន់តែជាការខ្ចីពីធម្មជាតិមកប្រើប្រាស់មួយរយៈប៉ុណ្ណោះវគ្គទី3ការរំលាយភាពមន្ទិលសង្ស័យសាកល្បងស្រមៃមើលចិត្តរបស់អ្នកគឺជាបន្ទប់មួយដែលងងឹតឈឹងក្នុងបន្ទប់នោះអ្នកមានអារម្មណ៍ថាមានសត្វសាហាវមានរបស់គួរឲ្យខ្លាចនៅជុំវិញខ្លួនអ្នកមានភាពមន្ទិលសង្ស័យលើសមត្ថភាពខ្លួនឯងសង្ស័យលើអនាគតសង្ស័យលើមនុស្សជុំវិញខ្លួនឥឡូវនេះចូលអ៊ុជទៀនមួយដើមនៅកណ្ដាលចិត្តពន្លឺទៀនតូចមួយនេះក៏អាចកម្ចាត់ភាពងងឹតដែលនៅទីនេះរាប់រយឆ្នាំដែរនៅពេលពន្លឺបញ្ញាកើតឡើងអ្នកនឹងឃើញថាអ្វីដែលអ្នកធ្លាប់គិតថាជាសត្វសាហាវការពិតវាគ្រាន់តែជាខ្សែពួរមួយដុំប៉ុណ្ណោះអ្វីដែលអ្នកធ្លាប់គិតថាជាបញ្ហាធំការពិតវាគ្រាន់តែជាស្រមោលដែលអ្នកបង្កើតឡើងដោយខ្លួនឯងចូលប្រាប់ខ្លួនឯងថាភាពងងឹតមិនអាចឈ្នះពន្លឺបានឡើយភាពមន្ទិលមិនអាចឈ្នះការពិតបានឡើយវគ្គទី4ការរស់នៅដោយភាពច្បាស់លាស់ជីវិតដែលមានបញ្ញាគឺជាជីវិតដែលមិនរមែងញាតនឹងរឿងអត់ប្រយោជន៍អ្នកដឹងថាអ្វីគួរកាន់ហើយអ្វីគួរដាក់ចុះអ្នកដឹងថាពាក្យសម្ដីណាដែលគួរនិយាយហើយពាក្យសម្ដីណាដែលគួរស្ងាត់ស្ងៀមក្នុងរាត្រីនេះចូលឲ្យបញ្ញានាំផ្លូវអ្នកទៅរកដំណេកអ្នកមិនចាំបាច់បារម្ភពីថ្ងៃស្អែកនោះទេព្រោះបញ្ញាប្រាប់អ្នកថាថ្ងៃស្អែកនឹងដោះស្រាយដោយខ្លួនឯងនៅពេលដែលអ្នកធ្វើថ្ងៃនេះឲ្យបានល្អបំផុតអ្នកមិនចាំបាច់ស្ដាយក្រោយពីម្សិលមិញទេព្រោះបញ្ញាប្រាប់អ្នកថាមេរៀនត្រូវបានរៀនសូត្ររួចរាល់ហើយវគ្គទី5ការរំលាយខ្លួនទៅក្នុងពន្លឺនៃដំណេកឥឡូវនេះចិត្តរបស់អ្នកកំពុងតែមានភាពច្បាស់លាស់បំផុតអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងតែអណ្ដែតនៅក្នុងពន្លឺដ៏កប់ក្ដៅនិងត្រជាក់ត្រជុំមិនមានភាពល្អក់កកមិនមានភាពងងឹតមានតែភាពបរិសុទ្ធរាងកាយរបស់អ្នកកាន់តែស្រាលទៅហើយហាក់ដូចជាកំពុងតែរលាយចូលទៅក្នុងមហាសមុទ្រនៃពន្លឺអ្នកលែងជារូបរាងអ្នកគឺជាសតិអ្នកគឺជាបញ្ញាអ្នកគឺជាសន្តិភាពចូលលក់ទៅក្នុងពន្លឺនៃបញ្ញា
ចូលលក់ទៅដោយដឹងថាអ្វីៗគឺច្បាស់លាស់ហើយចូលលក់ទៅឲ្យជ្រៅរហូតដល់ថ្ងៃស្អែកដែលរុងរឿងដកដង្ហើមចូលភ្លឺស្វាងដកដង្ហើមចេញស្ងប់ភ្លឺស្វាងស្ងប់ភ្លឺស្វាងសូមចម្រើនពរនិងសួស្តីអ្នកស្ដាប់ជាទីមេត្រីរាត្រីនេះគឺជាពេលវេលានៃការជំរុះដូចជារុក្ខជាតិដែលជំរុះស្លឹកចាស់ចោលដើម្បីរងចាំទទួលត្រួយថ្មីចិត្តរបស់អ្នកក៏ត្រូវការជំរុះចោលនៅភាពស្មុគស្មាញទាំងឡាយដើម្បីរកឃើញភាពសាមញ្ញដ៏ស្រស់បំព្រងវិញដែរយើងរស់នៅក្នុងពិភពលោកដែលមមាញឹកខ្លាំងណាស់យើងត្រូវបានគេប្រាប់ឲ្យចង់បានកាន់តែច្រើនធ្វើកាន់តែច្រើននិងមានកាន់តែច្រើនប៉ុន្តែនៅយុគនេះព្រះតេជគុណចង់ឲ្យអ្នកសាកល្បងធ្វើតិចវិញម្ដងធ្វើឲ្យចិត្តរបស់អ្នកសាមញ្ញបំផុតដូចជាផ្ទៃមេឃដែលគ្មានពពកឥឡូវនេះចូលសម្រួលអិរិយាបថដេកទុកឲ្យដៃជើងរបស់អ្នកធ្លាក់ចុះដោយសេរីមិនចាំបាច់មានការប្រាំងប្រែងអ្វីទាំងអស់បិទភ្នែករបស់អ្នកយឺតវគ្គទី1ការសម្អាតកន្លែងទំនេរក្នុងចិត្តតាមដង្ហើមចូលដកដង្ហើមចូលស្រមៃថាអ្នកកំពុងតែនាំយកភាពស្រស់ស្រាយនៃធម្មជាតិចូលទៅក្នុងខ្លួនដកដង្ហើមចេញយឺតស្រមៃថាអ្នកកំពុងតែបោសសម្ដាតរោសម្រាមនៃគំនិតស្មុគស្មាញចេញពីក្នុងខួរក្បាលដង្ហើមចូលខ្ញុំមានភាពសាមញ្ញដង្ហើមចេញខ្ញុំមានភាពស្រាលវគ្គទី2ភាពស្មុគស្មាញគឺជីច្រវាស់នៃចិត្តញាតិញោមនិងអ្នកស្ដាប់ជាទីស្រឡាញ់ហេតុអ្វីបានជាយើងមានអារម្មណ៍ថាហត់ជារឿយគឺដោយសារយើងមានរបស់ច្រើនពេកក្នុងចិត្តយើងបារម្ភពីអ្វីដែលគេគិតមកលើរូបយើងរៀបចំគម្រោងសម្រាប់10ឆ្នាំខាងមុខទាំងដែលថ្ងៃស្អែកមិនទាន់ដឹងយ៉ាងណាយើងផ្ទុកនៅរាល់ពាក្យសម្ដីរិះគន់មកទុកក្នុងបេះដូងភាពស្មុគស្មាញទាំងនេះប្រៀបដូចជាខ្សែដែលចងរឹតរាងកាយរបស់អ្នកឲ្យកាន់តែធ្ងន់សេចក្តីសុខពិតប្រាកដវាមិនមែនជាការបូកបញ្ចូលថែមនោះទេប៉ុន្តែវាគឺជាការដកចេញកាលណាអ្នកដកចេញនៅអ្វីដែលមិនចាំបាច់អ្នកនឹងឃើញថាសេចក្តីសុខវានៅទីនេះស្រាប់ទៅហើយវាមិនមែនជារបស់ពិបាករកឡើយវគ្គទី3សិល្បៈនៃការរស់នៅដោយភាពសាមញ្ញសាកល្បងស្រមៃមើលអ្នកកំពុងតែដើរក្នុងវាលស្មៅដ៏ធំល្វឹងល្វើយនាពេលល្ងាចអ្នកមិនមានកាបូបស្ពាយអ្នកមិនមានស្បែកជើងអ្នកមិនមានរបស់របរអ្វីជាប់ខ្លួនទាំងអស់ជើងទទេរបស់អ្នកប៉ះនឹងស្មៅដ៏ទន់ល្មើយខ្យល់បក់មកប៉ះស្បែករបស់អ្នកយ៉ាងត្រជាក់តើអ្នកមានអារម្មណ៍ថាមានសេរីភាពទេនេះហើយគឺជាភាពសាមញ្ញអ្នកមិនចាំបាច់ធ្វើជាមនុស្សអស្ចារ្យមិនចាំបាច់ធ្វើជាមនុស្សដែលគេកោតសរសើរគ្រាន់តែធ្វើជាមនុស្សធម្មតាម្នាក់ដែលដឹងតម្លៃនៃខ្យល់ដង្ហើមភាពធម្មតានេះឯងគឺជាភាពអស្ចារ្យបំផុតនៃជីវិតវគ្គទី4ការដោះលែងបន្ទុកមុនពេលលង់លុបក្នុងរាត្រីនេះចូលពិនិត្យមើលកញ្ជឺនៃចិត្តរបស់អ្នកតើមានរឿងអ្វីខ្លះដែលអ្នកអាចបោះចោលបានកំហឹងកាលពីម្សិលមិញបោះវាចោលទៅការព្រួយបារម្ភពីថ្ងៃស្អែកបោះវាចោលទៅការចង់ឲ្យអ្វីៗឥតខ្វះបោះវាចោលទៅនៅពេលដែលអ្នកបោះវាចោលកាន់តែច្រើនអ្នកនឹងកាន់តែស្រាលចិត្តដែលសាមញ្ញគឺជាចិត្តដែលងាយនឹងលុបងាយនឹងមានក្តីសុខនិងងាយនឹងអភ័យទោសវគ្គទី5ការរំលាយខ្លួនចូលទៅក្នុងវាយសូន្យដ៏ស្ងប់ស្ងៀមឥឡូវនេះ
មិនមានអ្វីដែលត្រូវបារម្ភទៀតទេពិភពលោកទាំងមូលបានរលាយបាត់អស់ហើយនៅសល់តែអ្នកនិងដង្ហើមដ៏ទន់ភ្លន់នេះអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងតែអណ្ដែតក្នុងលំហដ៏ធំល្វឹងល្វើយដែលគ្មានព្រំដែនរាងកាយរបស់អ្នកលែងមានទម្ងន់ចិត្តរបស់អ្នកលែងមានរឿងរ៉ាវមានតែភាពស្ងប់និងសាមញ្ញបំផុតចូលលុបទៅក្នុងភាពសាមញ្ញចូលលុបទៅដោយដឹងថាអ្នកមានគ្រប់គ្រាន់ហើយចូលលុបទៅឲ្យជ្រៅបំផុតដកដង្ហើមចូលសាមញ្ញដកដង្ហើមចេញស្រាលសាមញ្ញស្រាលសាមញ្ញស្រាលសូមចម្រើនពរនិងសួស្តីអ្នកស្ដាប់ជាទីមេត្រីយើងបានធ្វើដំណើរមកដល់ទីបញ្ចប់នៃដំណើរកម្សាន្តនៃចិត្តហើយក្នុង9ភាគកន្លងមកអ្នកបានរៀនអំពីការដកដង្ហើមការលះបង់ការឈ្នះចិត្តនិងការដឹងគុណឥឡូវនេះក្នុងភាគបញ្ចប់នេះអ្នកលែងត្រូវការរៀនអ្វីទៀតហើយអ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែคล้ายជាសន្តិភាពនោះដោយខ្លួនឯងក្នុងរាត្រីនេះអ្នកមិនមែនដេកសម្រាកតែម្នាក់ឯងនោះទេអ្នកកំពុងតែដេកសម្រាកជាមួយសកលយោគទាំងមូលចូលផ្ដេកកាយចុះឲ្យមានសេចក្តីសុខបំផុតទុកឲ្យសាច់ដុំគ្រប់កន្លែងរលាយចូលទៅក្នុងភាពស្ងប់ស្ងាត់បិទភ្នែករបស់អ្នកយឺតវគ្គទី1ការរលាយព្រំដែននៃដង្ហើមចូលដកដង្ហើមចូលស្រមៃថាអ្នកកំពុងតែស្រូបយកខ្យល់ដង្ហើមរបស់ភពផែនដីទាំងមូលដកដង្ហើមចេញយឺតស្រមៃថាខ្យល់ដង្ហើមរបស់អ្នកកំពុងតែអណ្ដែតទៅប៉ះនឹងស្លឹកឈើប៉ះនឹងទឹកសមុទ្រនិងប៉ះនឹងបេះដូងរបស់មនុស្សគ្រប់រូបអ្នកលែងមានអារម្មណ៍ថាមានខ្ញុំនិងពិភពលោកទៀតហើយគ្រប់យ៉ាងបានរលាយចូលគ្នាជាតែមួយដង្ហើមចូលសកលយោគស្ថិតក្នុងខ្ញុំដង្ហើមចេញខ្ញុំស្ថិតក្នុងសកលយោគវគ្គទី2ការដប់ទៀនវេតាក្នុងជំរឿចិត្តញាតិញោមនិងអ្នកស្ដាប់ជាទីស្រឡាញ់សន្តិភាពពិតប្រាកដមិនមែនកើតឡើងដោយសារការបញ្ឈប់សង្គ្រាមនៅខាងក្រៅនោះទេប៉ុន្តែវាផ្ដើមចេញពីការបញ្ឈប់សង្គ្រាមនៅក្នុងចិត្តរបស់យើងម្នាក់សាកល្បងស្រមៃមើលក្នុងកណ្ដោទ្រូងរបស់អ្នកមានផ្កាឈូកពណ៌សមួយតងកំពុងតែរីកយ៉ាងស្អាតនៅកណ្ដោផ្កាឈូកនោះមានពន្លឺពណ៌មាសតូចមួយពន្លឺនេះគឺជាមេត្តាធម៌មេត្តាគឺជាថាមពលដែលខ្លាំងជាងអាវុធទាំងឡាយក្នុងលោកវាគឺជាថាមពលដែលអាចព្យាបាលពិភពលោកបានចូលមានអារម្មណ៍ថាពន្លឺមេត្តានេះកំពុងតែកាន់តែភ្លឺឡើងវាកំពុងតែរលាយចេញពីទ្រូងរបស់អ្នកទៅកាន់រាងកាយទាំងមូលវគ្គទី3ការបញ្ចេញពន្លឺមេត្តាទៅកាន់ទិសទាំងឡាយឥឡូវនេះចូលប្រើចិត្តរបស់អ្នកបញ្ជូនពន្លឺនេះចេញទៅខាងក្រៅបញ្ជូនវាទៅកាន់មនុស្សដែលដេកនៅបន្ទប់ក្បែរអ្នកបញ្ជូនវាទៅកាន់មនុស្សដែលរស់នៅទីក្រុងជាមួយអ្នកបញ្ជូនវាទៅកាន់មនុស្សដែលកំពុងឈឺមនុស្សដែលកំពុងមានទុក្ខនិងមនុស្សដែលកំពុងឯកាក្នុងរាត្រីនេះពោលក្នុងចិត្តយឺតថា
សូមឲ្យសត្វលោកទាំងឡាយកុំមានពៀនឹងគ្នាសូមឲ្យសត្វលោកទាំងឡាយរស់នៅដោយគ្មានការបៀតបៀនសូមឲ្យសត្វលោកទាំងឡាយមានសេចក្តីសុខតាមផ្លូវចិត្តវគ្គទី4ការអភ័យទោសជាសកលក្នុងវិនាទីនេះចូលដោះលែងរាល់ចំណងដែលជំពាក់ជំពិននឹងលោកីយ៍នេះទៅប្រសិនបើនរណាម្នាក់ជំពាក់អ្នកចូលអភ័យទោសឲ្យគេទៅប្រសិនបើអ្នកជំពាក់នរណាម្នាក់ចូលតាំងចិត្តធ្វើល្អសងគេវិញប្រសិនបើអ្នកធ្លាប់ស្អប់លោកនេះចូលរៀនស្រឡាញ់វាឡើងវិញតាមរយៈសេចក្តីស្ងប់ចិត្តរបស់អ្នកឥឡូវនេះធំធេងដូចជាមហាសមុទ្រទោះមានសម្រាមមកចាក់ក៏មហាសមុទ្រនៅតែស្អាតទោះមានថ្នាំពុលមកចាក់ក៏មហាសមុទ្រនៅតែថ្លាអ្នកគឺជាមហាសមុទ្រនៃសន្តិភាពវគ្គទី5ការរលាយខ្លួនឯងចូលទៅក្នុងសុបិនដ៏ពិសីដំណើរកំសាន្តនៃចិត្តបានមកដល់ទីបញ្ចប់ហើយអ្នកបានត្រឡប់មកដល់ផ្ទះពិតប្រាកដរបស់អ្នកហើយផ្ទះនោះគឺសន្តិភាពមិនមានអ្វីដែលត្រូវបារម្ភទៀតនោះទេមិនមានអ្វីដែលត្រូវសួរទៀតនោះទេអ្វីគ្រប់យ៉ាងគឺល្អប្រពៃអ្វីគ្រប់យ៉ាងគឺស្ងប់ស្ងាត់ចូលលួកទៅក្នុងរង្វង់ដៃនៃព្រះធម៌ចូលលួកទៅក្នុងក្តីស្រឡាញ់របស់សកលលោកចូលលួកទៅឲ្យជ្រៅរហូតដល់ថ្ងៃស្អែកដែលអ្នកនឹងភ្ញាក់ឡើងជាមនុស្សថ្មីដកដង្ហើមចូលសន្តិភាពដកដង្ហើមចេញសេចក្តីសុខសន្តិភាពសេចក្តីសុខសន្តិភាពសេចក្តីសុខ